សួស្តីពុកម៉ែបងប្អូនថ្ងៃនេះនឹកឃើញឃ្លានបងប្អូនម៉ោង12កន្លះហើយឡើងងើបមកធ្វើម្ហូបញ៉ាំបាយហ្មងដោយសារឃ្លានពេកបងប្អូនណាមួយសាច់ជ្រូកហើយនឹងខ្ញីនេះគឺមាននៅក្នុងទូស្រាប់អញ្ចឹងនឹកឃើញឃ្លានគឺយកមកធ្វើតែម្ដងហើយណាមួយមុខម្ហូបឆាខ្ញីជាមួយសាច់ជ្រូកនេះគឺជាមុខម្ហូបដែលខ្ញុំចូលចិត្តហ្មងនិយាយទៅចូលចិត្តមកសឹងថាធ្វើមួយអាទិត្យធ្វើ3ដង4ដងក៏អត់ណាយដែរចូលចិត្តណាមុខម្ហូបមួយនេះចាឥឡូវចាប់ផ្ដើមហាន់សាច់ហើយនឹងហាន់ខ្ញីហាន់យើងជូរបន្តិចដោយសារយើងត្រូវហាន់ពីបេនណការត្រូវចិត្តហើយត្រូវកាត់ជាទូចដើម្បីឲ្យចាញ់ជារូបរាងទូចទៅយើងញ៉ាំទៅមិនខាលមិនហើបងប្អូនអញ្ចឹងជំនាញខ្ញុំប្រងចាប់ផ្ដើមហាន់បន្លែហាន់ខ្ញីផ្ដើបន្ទាប់ពីហាន់ខ្ញីហើយខ្ញុំបានហាន់សាច់ផ្ដើដើម្បីឲ្យរួចរាល់នឹងអាចបានចាប់ផ្ដើមចំអិនមានបងប្អូនខ្លះដូចខ្ញុំអត់ខ្ញុំទ្រលាប់ខ្ញុំអាក្រក់ណាស់តែចង់ញ៉ាំអីហើយញ៉ាំភ្លាមហ្មងនេះក៏នឹកឃើញថាឃ្លានឆាខ្ញីគឺងើបមកខ្ញីក៏មាននៅក្នុងទូទឹកកកហើយសាច់ជ្រូកក៏មានទៀតអញ្ចឹងចាប់ផ្ដើមធ្វើទាំងយប់តែម្ដងនេះមិនមែនម៉ោងល្ងាចទេបងប្អូនម៉ោង12កន្លះហើយ12កន្លះចិត្តម៉ោង1ហើយនឹកឃើញឃ្លានគឺឡើងធ្វើតែម្ដងចាទ្រលាប់អាក្រក់អញ្ចឹងលើចាការហាន់របស់ខ្ញុំចិត្តហើយឥឡូវយើងក៏ចិត្តនឹងរួចរាល់សម្រាប់ការរៀបរយនៅសាច់ជ្រូកហើយនឹងខ្ញីចានឹងខ្ញុំប្រើតែ2មុខទេសូម្បីតែស្លឹកខ្ទឹមក៏ខ្ញុំអត់ប្រើដែរដោយសារខ្ញុំអត់ចូលចិត្តឆាខ្ញីខ្ញុំដាក់ខ្ទឹមស្លឹកខ្ទឹមឲ្យក្អូបទេអាហ្នឹងតាមចំណង់ចំណូលចិត្តរបស់ខ្ញុំបើចំណង់ចំណូលចិត្តរបស់បងប្អូនចង់ដាក់មិនអីមិនអាហ្នឹងក៏តាមចិត្តបងប្អូនដែរណាមួយអានេះគឺជាលក្ខណៈថាការចូលចិត្តរបស់ខ្ញុំអញ្ចឹងចាក៏ទៅការហាន់វារៀងយូរដែរព្រោះខ្ញីកន្លះគីឡូហាន់យូរដែរយើងត្រូវកាត់ចម្រៀកហើយកាត់ទូចទៀតវាយូរដែរបងប្អូនតម្រាំហើយអង្គុយឡើងចុកចកេះដែរហ្នឹងណាតម្រាំហើយខ្ញីចាហើយខ្ញីហើយយើងហាន់សាច់តែមួយផ្លែទេឥឡូវហាន់ខ្ញីក៏ចិត្តរួចរាល់ហើយឥឡូវចាប់ផ្ដើមចាយកខ្ទះមួយសម្រាប់ដាក់ចំអិនម្ហូបទាំងកដាយប់ចាយើងដាក់ខ្លាញ់យើងដាក់ខ្ទឹមរំលីងឲ្យវាក្អូបអញ្ចឹងបងប្អូនសម្រាប់ខ្ញុំធ្វើ2ដងបងប្អូនខ្ញុំរំលីងខ្ទឹមហើយដាក់ខ្លាញ់ដាក់អីហើយគឺខ្ញុំដាក់ខ្ញីបំពងវាឲ្យវាសពូនឲ្យវាបាត់ជាតិហើបងប្អូនអាហ្នឹងជាចំណង់ចំណូលចិត្តរបស់ខ្ញុំបងប្អូនគឺខ្ញុំមិនចង់បានហើពេកទេគឺខ្ញុំដាក់ខ្លាញ់បំពងខ្ញីឲ្យវាសពូនឲ្យវាបាត់ជាតិខាហើយបងខ្ញុំដាក់សាច់តាមក្រោយបងប្អូនហើយសាច់ហ្នឹងក៏មិនមែនដាក់ចូលគ្នាដែរគឺដួសខ្ញីចេញហើយបានដាក់សាច់ពីក្រោយបងប្អូនដាក់សាច់រំលីងពីក្រោយម្សាទៀតអាហ្នឹងគឺការធ្វើរបស់ខ្ញុំបើបងប្អូនធ្វើមិនក៏តាមបងប្អូនអញ្ចឹងតែរបស់ខ្ញុំចូលចិត្តធ្វើអញ្ចឹងដើម្បីឲ្យខ្ញីវាមិន